ចាប់បានហើយជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទនិង iPad របស់ជនរងគ្រោះដែលជាជនបរទេសនៅឯភូមិអន្លងកងសង្កាត់ព្រៃសរខណ្ឌអង្គររាជធានីភ្នំពេញសមាជិកអធិការដ្ឋាននគរបាលខណ្ឌអង្គរសហការជាមួយនឹងសមាជិកខណ្ឌច្បារអំពៅរួមទាំងកម្លាំងសមាជិករបស់ការិយាល័យព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះតាមប្រមាញ់ចាប់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសឆក់ទូរស័ព្ទដៃនិង iPad របស់ជនរងគ្រោះដែលសូមបញ្ជាក់ទៅកាន់ប្រិយមិត្តបន្ថែមទៀតផងដែរថាពាក់ព័ន្ធទៅនឹងករណីនេះសមាជិកលោកបានធ្វើការតាមប្រមាញ់ចាប់ជនសង្ស័យខាងលើនៅឯក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនៅក្នុងបរិយាមួយកន្លែងដែលប្រកបមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋហើយក៏សូមកោតសរសើរចំពោះកម្លាំងសមាជិកយើងដែលលោកបានខិតខំយ៉ាងយកចិត្តទុកដាក់បានធ្វើការសហការគ្នាតាមប្រមាញ់ជនសង្ស័យហើយយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរនិងសូមបញ្ជាក់ទៅកាន់ប្រិយមិត្តបន្ថែមផងដែរថាពាក់ព័ន្ធទៅនឹងករណីខាងលើនេះជនសង្ស័យបានប្រព្រឹត្តនៅថ្ងៃទី23ខែមេសាឆ្នាំ2026ដែលស្ថិតនៅក្នុងភូមិអន្លងកងសង្កាត់ព្រៃសរខណ្ឌអង្គររាជធានីភ្នំពេញសូមជម្រាបទៅកាន់ប្រិយមិត្តបន្ថែមទៀតផងដែរសមាជិកលោកបានធ្វើការចាប់បានជនសង្ស័យចំនួន3នាក់និងបានបញ្ជូនទៅធ្វើការតាមនីតិវិធីផ្លូវច្បាប់ផងដែរចាប់វាមកđánh ô rồi hả ăn lao nhôm tôi nhôm chụp